ดรัมឲ្យเซเลนស្គីបបង់ចោលតំបន់ Donbas ទាំងមូលជាថ្នូលនឹងការបញ្ចប់សង្គ្រាមមុនលោកជួបពូទីននៅហង្គារីក្រោយជំនួបផ្លូវការរវាងលោក Donald Trump និងលោក Volodymyr Zelensky នៅសេតវិមានកាលពីថ្ងៃសុក្រសប្តាហ៍មុនក៏មានកិច្ចពិភាក្សាបិទទ្វារដ៏ក្តៅគគុកមួយទៀតផងដែររវាងមេដឹកនាំទាំងពីរដោយនៅក្នុងនោះលោក Trump បានជំរុញឲ្យលោក Zelensky ទទួលលក្ខខណ្ឌបញ្ចប់សង្គ្រាមរបស់រុស្ស៊ីបើមិនដូច្នោះទេអ៊ុយក្រែននឹងត្រូវរុស្ស៊ីវាយប្រហារកាន់តែធ្ងន់ធ្ងរជាក់ជាមិនខានលោក Trump បានប្រមានលោក Zelensky ឲ្យធ្វើកិច្ចព្រមព្រៀងឬប្រថុយនឹងការបំផ្លិចបំផ្លាញពីប្រទេសរុស្ស៊ីលោក Trump បានប្រាប់មេដឹកនាំអ៊ុយក្រែនថាទីក្រុងគៀវកំពុងចាញ់សង្គ្រាមហើយប្រសិនបើមេដឹកនាំរុស្ស៊ីចង់បានវាគាត់នឹងបំផ្លាញអ្នកកាន់តែភ្ញាក់ផ្អើលជាងនេះប្រភពបានឲ្យដឹងបន្ថែមទៀតថាលោក Trump បានក្រវែងចោលផែនទីភូមិសាស្ត្ររបស់អ៊ុយក្រែនហើយប្រាប់លោក Zelensky ថាលោកពិតជាធុញទ្រាន់នឹងមើលឃើញផែនទីទាំងនោះណាការប្រជុំមុខដាក់គ្នាបានធ្វើឡើងក្រោយមានការហៅទូរស័ព្ទរវាងលោក Trump និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងអំឡុងពេលដែលមេដឹកនាំរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានស្នើឲ្យអ៊ុយក្រែនបោះបង់ចោលតំបន់ Donbas ទាំងមូលជាថ្នូរនឹងការរក្សាផ្នែកតូចមួយចំនួននៃតំបន់ Kherson និង Zaporizhia ថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅអាមេរិកលោក Zelensky បាននិយាយថាជំហរត្រូវសម្រេចចិត្តគឺចាំបាច់ត្រូវការពីសហរដ្ឋអាមេរិកអឺរ៉ុបបណ្ដាប្រទេស G20 និង G7 ដើម្បីបញ្ចប់សង្គ្រាមប៉ុន្តែលោកមិនបានធ្វើការអត្ថាធិប្បាយលើកិច្ចពិភាក្សាតឹងសរសៃកររវាងលោក Trump ដែលត្រូវ Financial Times រាយការណ៍នោះទេនៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃអាទិត្យលោក Trump បាននិយាយថាលោក Putin នឹងយកអ្វីមួយពីអ៊ុយក្រែនដោយបន្ថែមថាខ្ញុំមានន័យថាពួកគេបានប្រយុទ្ធគ្នាគាត់ដណ្ដើមបានធនធានច្រើនគាត់បានឈ្នះធនធានមួយចំនួនលោក Trump ជាថ្មីម្ដងទៀតបានបដិសេធការផ្ដល់មីស៊ីល Tomahawk ដល់ទីក្រុងគៀវដោយដែលបានស្នើសុំដោយលោក Zelensky ហើយនិយាយលើកហេតុផលថាសហរដ្ឋអាមេរិកក៏មានតម្រូវការសម្រាប់មីស៊ីលទាំងនេះផងដែរការបដិសេធមិនផ្ដល់ Tomahawk ដល់ទីក្រុងគៀវនិងការបង្ខំឲ្យ Zelensky យល់ព្រមតាមសំណើពូទីនខាងលើគឺក្រោយជំនួបតាមទូរស័ព្ទជាមួយពូទីននិងត្រៀមជួបលើកទី2នៅប្រទេសហង្គារីខាងមុខនេះសូមបញ្ជាក់ថាគិតមកទល់នឹងពេលនេះរុស្ស៊ីកាន់កាប់1/5នៃទឹកដីរបស់អ៊ុយក្រែនហើយដែលភាគច្រើនត្រូវបានបំផ្លិចបំផ្លាញដោយសារការប្រយុទ្ធគ្នា